Rương bật đọc mà ngôn ngất nào bị cờ phim là bay là bán rồi bỏถึง ตกตา Tom and Jerry Tom and Jerry ឬយើងហៅថាតុក្កតាឆ្មាកណ្ដុរគឺជារឿងតុក្កតាដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងចំណោមរឿងតុក្កតាដទៃទៀតតែនេះគឺជាការពិតដែលនៅពីក្រោយភាពល្បីល្បាញទាំងនេះតើនរណាគឺជាអ្នកបង្កើតតុក្កតា Tom and Jerry លោក William Hara និង Joe Bora ធ្វើការឲ្យក្រុមហ៊ុន MG ផ្នែកផលិតវីដេអូតុក្កតាតាំងពីឆ្នាំ1930ហើយលោកទាំងពីរបានចាប់ផ្ដើមផលិតតុក្កតា Tom and Jerry ឡើងដំបូងនៅក្នុងឆ្នាំ1940លោកទាំងពីរក៏ជាអ្នកបង្កើតវីដេអូតុក្កតាដ៏ល្បីល្បាញជាច្រើនដូចជា Scooby-Doo, The Smurfs និង The Flintstones ជាដើមតួអង្គឆ្មានិងកណ្ដុរនេះមិនមែនមានឈ្មោះដើមដំបូង Tom and Jerry នោះទេ Jasper និង Gin គឺជាឈ្មោះដើមរបស់តុក្កតា Tom and Jerry ដែលគេប្រើនៅភាគដំបូងបង្អស់និងបានចាក់បញ្ចាំងនៅក្នុងរោងកុនក្រោយពេលភាគទី1នេះទទួលបានជោគជ័យផលិតករទាំងពីរក៏ចង់បដូរឈ្មោះរបស់តួអង្គឈ្មោះ Tom and Jerry ត្រូវបានមិត្តភ័ក្តិរួមការងារលោក John Carr គឺជាអ្នកដាក់ឈ្មោះឲ្យដោយយកតាមឈ្មោះស្រាក្រឡុកសម្រាប់ពេលគ្រីស្មាស់នាសម័យនោះតុក្កតា Tom and Jerry ត្រូវបានផលិតដំបូងនៅក្នុងឆ្នាំ1940និងភាគចុងក្រោយបង្អស់នៅថ្ងៃទី27ខែ9ឆ្នាំ2005ដែលសរុបទាំងអស់គឺមាន163ភាគហើយភាគដំបូងគេបង្អស់មានឈ្មោះថា Who Scared the Boots គឺជាភាគដែលមានសាច់រឿងវែងជាងគេគឺមាន9នាទីនិង8វិនាទីក្រុមហ៊ុន MG ចង់ឈប់ផលិតវីដេអូតុក្កតា Tom and Jerry នេះតាំងពីភាគដំបូងមកម្ល៉េះនៅពេលលោក Barbara និងលោក Hannah ចាប់ផ្ដើមផលិតវីដេអូតុក្កតានេះឡើងគឺមិនទទួលបានការគាំទ្រទាល់តែសោះពីក្រុមហ៊ុននិងមិត្តភ័ក្តិរួមការងារដោយសារតែមើលទៅតុក្កតានេះមិនមានភាពលេចធ្លោណាមួយសោះទាំងតួអង្គសាច់រឿងគឺនៅតែកន្លែងតែមួយដដែលផលិតករទាំងពីរក៏ត្រូវបានក្រុមហ៊ុនបដូរឲ្យទៅផលិតរឿងតុក្កតាផ្សេងវិញរហូតមួយឆ្នាំក្រោយមកទើបវីដេអូភាគដំបូងទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាហើយអ្នកទាំងពីរក៏បានត្រឡប់មកផលិតវីដេអូតុក្កតា Tom and Jerry នេះបន្តទៀតម្ចាស់ Tom ធ្លាប់បានបង្ហាញមុខតែម្ដងគត់គេធ្លាប់បានឃើញមុខម្ចាស់ Tom តែម្ដងគត់ស្ត្រីនៅក្នុងរឿងដែលយើងបានឃើញតែជើងពីរហើយក៏ជាម្ចាស់ផ្ទះនិងជាម្ចាស់របស់ Tom ត្រូវបានគេបង្ហាញមុខតែម្ដងគត់នៅក្នុងភាគ Sunday Evening Post ដែលចាក់បញ្ចាំងនៅថ្ងៃទី14ខែ1ឆ្នាំ1950តួអង្គស្ត្រីនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងដោយសារតែមានពណ៌សម្បុរនិងសម្លេងដូចពួកជនជាតិស្បែកខ្មៅដែលមនុស្សមួយចំនួននៅចំនួននោះមានការរើសអើងជាខ្លាំងក្រោយមកគេក៏បានកែសម្លេងនិងសម្បុរស្ត្រីម្នាក់នោះឲ្យដូចពួកស្បែកសវិញឆ្មា Tom គឺដើរជើង4នៅក្នុងភាគដំបូង Tom ដើរជើង4មានរាងស្គមមុខស្រួយបន្តិចនិងមានរោមរញ៉េរញ៉ៃដែលគេធ្វើឲ្យដូចសត្វឆ្មាមែនតែនក្រោយមកទើបគេបានផ្លាស់ប្ដូរវាមកដើរជើង2វិញដើម្បីឲ្យតួអង្គនេះមានភាពរស់រវើកជាងមុនគិតចាប់ពីឆ្នាំ1943ដល់ឆ្នាំ1953 Tom and Jerry ចំនួន7ភាគដែលទទួលបានពានរង្វាន់ Oscar សរុបចំនួន7គ្រឿងដែលឈរនៅលំដាប់ថ្នាក់លេខ1ស្មើជាមួយនឹងក្រុមហ៊ុន Disney ដែលទទួលបានពានរង្វាន់ច្រើនបំផុតផ្នែកផលិតវីដេអូជីវចលខ្លីៗនិងមាន6ភាគផ្សេងទៀតដែលបានឡើងដល់វគ្គផ្ដាច់ព្រាត់តែមិនបានទទួលជោគជ័យនោះទេ Tom and Jerry ធ្លាប់ចង់សម្លាប់ខ្លួននៅក្នុងវគ្គ Blue Cat Blue ដែលចេញផ្សាយនៅក្នុងឆ្នាំ1956 Tom and Jerry ចង់សម្លាប់ខ្លួននៅលើផ្លូវរថភ្លើងព្រោះតែវិបត្តិស្នេហា Tom and Jerry ត្រូវបានចាក់ផ្សាយនៅក្នុងកម្មវិធីជាច្រើនប្រភេទហើយបានដាក់ឈ្មោះថា The Tom and Jerry Show The Tom and Jerry Comedy Show និង Tom and Jerry Kids ជាដើមTom and Jerry គឺមានអាយុ86ឆ្នាំបើយើងរាប់តាំងពីការចាប់កំណើតដំបូងនៅក្នុងឆ្នាំ1940មកដល់ឆ្នាំ2026នេះតួអង្គទាំងពីរបានក្លាយជាលោកតា Tom និងលោកតា Jerry បាត់ទៅហើយដែលមានអាយុរហូតដល់86ឆ្នាំ